លោកជីតាខ្វាន់គឺជាបេសកទូតចិនដែលបានមកទស្សនកិច្ចនៅប្រទេសកម្ពុជានាចុងសម័យអង្គរនិងបានសរសេរកំណត់ត្រាប្រពៃណីនៃអ្នកស្រុកចេនឡាដែលជាឯកសារដ៏សំខាន់ក្នុងការសិក្សាអំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាលោកជីតាខ្វាន់នៅក្នុងភាសាចិនហៅថាចៃតាខ្វាន់កើតនៅឆ្នាំ1266និងទទួលមរណភាពនៅក្នុងឆ្នាំ1346លោកជាមន្ត្រីបេសកទូតរបស់រាជការយួនក្រុមការគ្រប់គ្រងរបស់ប្រទេសម៉ុងហ្គោលដែលពេលនោះប្រទេសម៉ុងហ្គោលបានគ្រប់គ្រងប្រទេសចិនហើយសម័យនោះរាជការយួនស្ថិតនៅក្រោមគ្រប់គ្រងរបស់ព្រះចៅអធិរាជទីមូខាន់ខណៈនៅក្នុងភាសាចិនហៅថាអធិរាជឆឹងចុងស្ដេចទីមូខាន់បានឡើងសោយរាជ្យនិងគ្រងរាជ្យប្រទេសចិនបន្ទាប់ពីព្រះចៅអធិរាជគូប៊ីឡៃខាន់តាំងតែពីដើមមកជនជាតិចិនតែងតែហៅប្រទេសកម្ពុជាថាប្រទេសចេនឡាដើម្បីពង្រីកទំនាក់ទំនងជាមួយប្រទេសចេនឡាព្រះចៅអធិរាជទីមូខាន់នៃរាជវង្សយួនបានត្រាស់បង្គាប់ឲ្យលោកជីតាខ្វាន់មកបំពេញទស្សនកិច្ចនៅរាជធានីយសោធបុរៈក្នុងនាមជាបេសកទូតចិនតំណាងឲ្យរាជការយួននៅថ្ងៃទី20ខែកុម្ភៈឆ្នាំ1296លោកជីតាខ្វាន់បានចេញដំណើរពីកំពង់ផែមីនជូវនៅក្នុងខេត្តជីជាងឆ្ពោះមកកាន់សមុទ្រចិនខាងត្បូងដោយឆ្លងកាត់កោះហៃណានប្រទេសចម្ប៉ាហើយចូលតាមទន្លេមេគង្គតាមទន្លេសាបនិងបឹងទន្លេសាបទើបមកដល់ក្រុងអង្គរធំនៅខែសីហាឆ្នាំ1296ពលគឺប្រើរយៈពេលធ្វើដំណើរជាង6ខែក្នុងពេលស្នាក់នៅក្រុងអង្គរធំបេសកទូតចិនរូបនេះបានទទួលព្រះរាជអនុញ្ញាតឲ្យចូលក្រាបបង្គំព្រះបាទឥន្ទ្រវរ្ម័នទី3នាកំឡុងខែកក្កដាឆ្នាំ1297ដើម្បីជួបសំណេះសំណាលជាមួយព្រះមហាក្សត្រមហានគរក្រៅពីនេះលោកក៏បានដើរទស្សនកិច្ចនៅក្នុងនិងជុំវិញទីក្រុងអង្គរធំដែលបានសរសេរកំណត់ហេតុពិពណ៌នាអំពីរាជធានីព្រះបរមរាជវាំងនិងប្រាសាទរួមជាមួយនឹងប្រពៃណីទំនៀមទម្លាប់របស់អ្នកស្រុកអង្គរផងដែរលោកជីតាខ្វាន់ក៏បានសង្កេតនិងសរសេររៀបរាប់អំពីក្បួនដង្ហែរបស់ព្រះមហាក្សត្រនិងពិធីនានាព្រមទាំងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនរាស្ត្រខ្មែរផងដែរចំពោះការស្នាក់នៅវិញលោកជីតាខ្វាន់បានសុំស្នាក់នៅជាមួយប្រជារាស្ត្រមួយគ្រួសារនៅជិតខ្លងទ្វារខាងជើងនៃអង្គរធំបន្ទាប់ពីបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេល11ខែនៅខែកក្កដាឆ្នាំ1297លោកជីតាខ្វាន់ក៏បានចាកចេញពីប្រទេសកម្ពុជាហើយធ្វើដំណើរទៅកាន់រាជធានីប៉េជីងវិញបន្ទាប់ពីទៅដល់រាជធានីប៉េជីងវិញលោកជីតាខ្វាន់ក៏បានចូលគាល់ទៅដល់ព្រះរាជានិងបានថ្វាយរបាយការណ៍អំពីប្រទេសចេនឡាថ្វាយព្រះចៅអធិរាជរបស់លោកផងដែរអ្វីដែលជាកត់សម្គាល់គឺលោកបានសរសេរដោយផ្ទាល់នៅកំណត់ហេតុនានានៅប្រទេសកម្ពុជាឯកសាររបស់លោកជីតាខ្វាន់ត្រូវបានលោកលីធៀមតេងដែលជាអ្នកប្រាជ្ញជនជាតិខ្មែរមួយរូបបានបកប្រែជាខេមរៈភាសានៅក្នុងឆ្នាំ1973ដើម្បីទុកជាឯកសារគោលដ៏សំខាន់មួយសម្រាប់ឲ្យជនជាតិខ្មែរយើងយល់ដឹងពីកំណត់ត្រារបស់ជនជាតិចិនរូបនេះ